ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការបង្កើតឈ្មោះអតិថិជននៅក្នុងប្រព័ន្ធរបស់យើងដោយក្នុងការបង្កើតឈ្មោះអតិថិជននោះជាដំបូងយើងត្រូវចូលទៅកាន់ Module Customer បន្ទាប់មករើសពាក្យថា Maintain Customer រួចយើងចុច New ដើម្បីបង្កើតនៅឈ្មោះអតិថិជនថ្មីរបស់យើងអញ្ចឹងនេះគឺជាផ្ទាំងសម្រាប់យើងបង្កើតឈ្មោះអតិថិជនដោយនៅត្រង់ពាក្យថា Company ខាងលើនេះសម្រាប់បំពេញឈ្មោះអតិថិជនឬមួយក៏ឈ្មោះក្រុមហ៊ុនយើងមានពីរ line ដោយ line ខាងលើសម្រាប់ជាភាសាអង់គ្លេសនិង line ខាងក្រោមសម្រាប់ដាក់នៅភាសាខ្មែរចំពោះ customer category នៅត្រង់កន្លែងនេះវិញបងអាចដាក់ជាប្រភេទអតិថិជនឧទាហរណ៍ថាគាត់គឺជាមួយបោះដុំឬមួយក៏ជាអតិថិជនរាយធម្មតាអញ្ចឹងយើងអាចselect កន្លែងហ្នឹងបានហើយចំពោះផ្ទាំងខាងក្រោមនេះវិញសម្រាប់បំពេញនូវព័ត៌មានទូទៅទាំងអស់របស់អតិថិជនដូចជាអាស័យដ្ឋាន attention លេខទូរស័ព្ទ email និងព័ត៌មានផ្សេងៗរបស់គាត់អញ្ចឹងនៅត្រង់កន្លែងអាស័យដ្ឋាននេះគឺយើងមាន4 line ដោយ2 line ខាងលើនេះសម្រាប់ដាក់ជាភាសាអង់គ្លេសនិង2 line ខាងក្រោមទៀតសម្រាប់យើងបញ្ចូលជាភាសាខ្មែរចំពោះ attention វិញគឺយើងសម្រាប់ដាក់នៅឈ្មោះ contact person របស់យើងបើសិនជាមានហើយក៏មានដូចជាលេខទូរស័ព្ទ email ជាដើមហើយមាន agent សម្រាប់ដាក់ឈ្មោះបុគ្គលិកផ្នែកលក់របស់យើងដែលគាត់ជាអ្នកកាន់អតិថិជនមួយនេះនិង credit term សម្រាប់ដាក់រយៈពេលកំណត់បង់ប្រាក់ជាដើមហើយមួយវិញទៀតតាក់ទងជាមួយនឹងលេខ VAT បងត្រូវ set នៅក្នុង customer នេះឲ្យហើយដោយយើងចុចត្រង់ពាក្យ tag នៅលើនេះហើយបំពេញលេខ VAT នៅក្នុងក្រឡោន GST number អញ្ចឹងបន្ទាប់ពីយើងបំពេញនៅព័ត៌មានអតិថិជនរួចរាល់អស់ហើយយើងចុច save ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននៅចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ